សួរថាតើបច្ចេកវិទ្យាអាចជួយអ្វីបានខ្លះនៅក្នុងវិស័យអចលនទ្រព្យចា៎តាមពិតទៅមិនថានៅក្នុង industry អចលនទ្រព្យទេនៅក្នុងផ្នែកផ្សេងទៀតដូចជាធនាគារដូចជាកសិកម្មគឺចាំបាច់ណាត្រូវការបច្ចេកវិទ្យាហ្នឹងមកចូលរួមដើម្បីជួយជំរុញនៅក្នុងវិស័យរបស់ខ្លួនហើយចំពោះវិស័យអចលនទ្រព្យវិញគឺរឹតតែសំខាន់ទៅទៀតវិស័យបច្ចេកវិទ្យាហ្នឹងគឺអាចជួយបានច្រើនទៅក្នុង industry អចលនទ្រព្យដូចជាក្រុមហ៊ុនមួយប្រសិនបើយើងមិនមានអចលនបើសិនជាយើងមិនមានបច្ចេកវិទ្យាមកជួយទេយើងឃើញថាក្រុមហ៊ុននោះច្បាស់ជាមានការលំបាកដើរមិនទាន់គេយឺតជាងគេបាទដូច្នេះហើយបច្ចេកវិទ្យាគឺវាពិតជាសំខាន់នៅក្នុងវិស័យអចលនទ្រព្យចា៎បាទត្រឹមត្រូវនៅក្នុងក្រុមហ៊ុនអចលនទ្រព្យមួយប្រសិនបើយើងមិនមានយកបច្ចេកវិទ្យាមកជួយទេយើងឃើញថាការគ្រប់គ្រងគឺពិតជាមានការលំបាកខ្ញុំលើកឧទាហរណ៍មួយប្រសិនបើយើងជាក្រុមហ៊ុនអចលនទ្រព្យហើយយើងត្រូវការរើសភ្នាក់ងារ agent មកជួយកិច្ចការងាររបស់យើងទាំងភ្នាក់ងារពេញម៉ោងទាំងភ្នាក់ងារ part time ដែលហៅថា freelance យើងចាំបាច់ត្រូវមានប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបែងចែកនៅ commission អាការថាភាគរយនៅពេលដែលគាត់លក់បានប្រព័ន្ធគ្រប់គ្រងជាក្រុមទូចរបស់គាត់បាទហើយទាំងអស់នោះហើយគឺត្រូវការបច្ចេកវិទ្យាមកជួយបាទប្រសិនបើយើងព្យាយាម recruit គាត់រើសគាត់មកចូលធ្វើការយើងចំណាយពេលវេលាច្រើនក្នុងការបង្វឹកបង្ហាត់បង្រៀនគាត់ហើយក្រោយមកគាត់ចាក់ចេញពីក្រុមហ៊ុនយើងទៅវាធ្វើឲ្យយើងបាត់បង់នៅ resource បាត់បង់ធនធានមនុស្សនោះជារឿងមួយដ៏សំខាន់ហើយរឿងដែលសំខាន់មួយទៀតនោះគឺយើងបាត់បង់នៅ listing យើងបាត់បង់នៅ property ដូច្នេះយើងត្រូវមានប្រព័ន្ធមួយដើម្បីគ្រប់គ្រង listing នៅក្នុងក្រុមហ៊ុនរបស់យើងបាទចា៎អូខេ